Nơi không quân tình này kia ở vấy để dương mình ai lên bán hay viên nước đọ không ở rong lời chặt hoàn dưỡng từ dương chết được cực thà dương ọt khóc hay kì chặt dương giờ ta đã quân tình này kia tí muối từ cho nó nâng hết đây thơ ở dương miền cao chủng người lừa chiêm phim nơi pe để dương đây ọt lúa hay dương chết được cực Lục Dí Sục Sàn chia mình trai mà cung ăn hộp mình nè không chồng nào mình trai buôn nẹp xanh tiết để trai ban chuột khum nơi pun tận kia prey sò ở dạp bèl mùi năm pi khai nâng mùi ngày thay nơi không cam vị thì và rút tị vía sân rí on đã chết năm pi pon ở pay pram mùi riệp trong đôi mình chạm mình đôi sân nước Campuchia nhiệt ngày đi pram khai mình ní Lục Dí Sục Sàn ban riệp rọp pi rương rào đỏ chu chót mình ai còn click bàn cứ cao luôn nơi không mình tục tôi chẳng yết này không pun tận kia nông mà cả tôm nắng về để phu cho tập liếp miền Sam sập bay nè ôn bị cha là đó đây đôi chân nát chê chẳng hay nhận được hàng trâu tì mày nó cứ tha đặt chương toa kia các ba trên hàng hay tức sầm mày nông nơi nam pi pon đọp vào môi nắng nơi khai bún trong khai bún cứ về để cái vô phu từ đó đã pun từ nia kia được không ngày mùi cải pi nó cứ tha khai pram nó cứ tha tức về nó cro tức nè Lục Dí Sục Sàn nâng mình trai mà cung ăn hốc buôn rúp xanh tiệt trai ban tổ lạc ca bình chun từ khung khuôn nơi pun tận kia prey sò nơi ngày tì mùi khai u sụp hìa năm pi pon đắp rầm mùi bẹ pon nâng bọt xóm cùm nứt nâng bọt sộc pan sạ sầy nẹ tèng pram trai ban tổ lạc ca đo lên ỏi miên sợi phiệp vinh nơi ngày tì mà phê pram buồn khai mi thụ nà năm pi pon đắp rầm pì cõi pi ban khung khuôn mình đo hà son ở dạp bèl đắp buồn khai khả năng xâm nông rương đã bỏ bộ kỳ mìnhត្រូវបានតុលាការទម្លាក់ចោលឡើយអ្វីដែលខ្ញុំជួបប្រទេសមួយទៀតគឺនៅក្នុងនឹងឲ្យតែអ្នកទោសរំលោភឬប្លន់សម្លាប់អីចឹងគេតែងតែវាយក្របភួយគេយកមកដល់ក្នុងកតុបហ្នឹងគេយកភួយមកដល់ក្របផ្លឹបហើយគេទាត់ម្នាក់មួយជើងមកអញ្ចឹងបើអ្នកនៅក្នុងកតុបហ្នឹង30នាក់វាទាត់30ជើងហើយពេលដែលពូទៅដល់ហ្នឹងពូធ្វើការផ្លាស់ប្ដូរពូគម្រាមនិយាយដាក់ទៅខ្សែអាគារមួយថាហាមមិនឲ្យធ្វើអញ្ចឹងទេកាលណាយើងបណ្ដោយឲ្យអ្នកទោសវាយអ្នកទោសស្លាប់គឺមិនមែនមានទោសតែអ្នកទោសគ្នាឯងវាយស្លាប់ទេសូម្បីតែអ្នកទទួលខុសត្រូវនៅក្នុងអាគារហ្នឹងក៏មានទោសដែរអញ្ចឹងខ្ញុំក្នុងនាមខ្ញុំសិទ្ធិមនុស្សខ្ញុំជាប់គុកមែនខ្ញុំអត់មានសិទ្ធិតែខ្ញុំមានសិទ្ធិរាយការណ៍ចេញទៅក្រៅបានដែរអញ្ចឹងពេលហ្នឹងពេលដែលយើងទៅដល់ហ្នឹងហាក់ដូចជាមានការផ្លាស់ប្រែលែងធ្វើទិរណកម្មអាការវាយការអីហ្នឹងចំណែកស្ថានភាពអ្នកទោសមនសិការនៅមន្ទីរឃុំឃាំងម2ដែលជាកន្លែងឃុំឃាំងស្ត្រីក៏មិនខុសគ្នាដែរអ្នកស្រីឃ្លាំងសុបិនដែលតែងតែចូលរួមសកម្មភាពការពារសិទ្ធិកម្មករបែរជាត្រូវជាប់ពន្ធនាគារជាង2ខែក្រោមបទចោទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមប្រព្រឹត្តនៅប្រទេសកម្ពុជាអំឡុងឆ្នាំ2021 2គីឡូ3នាក់អញ្ចឹងយើងគេងអត់បានត្រង់ទេគឺគេងផ្អៀងចង់រើខ្លួនអីតើតែយើងប្រាប់គ្នាដើម្បីរើម្នាក់ម្ដងហើយជួចចាត់មួយទៀតហ្នឹងគឺការប្រើប្រាស់ទឹកដូចបងលើកឡើងអញ្ចឹងពេលថ្ងៃទឹកអត់មានទេទឹកចាប់ដើមមានតាំងពីម៉ោង 7 មិនមានហើយគេមានមកគឺទឹកវាតក់ហើយយើងមនុស្សច្រើនណាស់ពី30-40នាក់ដណ្ដើមគ្នាត្រង់មកតក់ហ្នឹងប្រើជាអគ្គលេខាធិការត្រួតត្រងសិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន Nagavel អ្នកស្រីឃ្លាំងសុបិនមានបំណងតែមួយគត់គឺចង់ឲ្យថៅកែគោរពសិទ្ធិកម្មករនិងគោរពច្បាប់ការងារអញ្ចឹងបើយើងធ្វើហើយយើងជឿជាក់ថារឿងនឹងត្រឹមត្រូវរឿងនឹងវាមានអត្ថប្រយោជន៍ដល់បុគ្គលិកកម្មករដទៃទៀតអញ្ចឹងយើងអត់មានការសោកស្ដាយទេហើយក៏អត់មានការរាថយដែរបើទោះបីជាថយទៅមុនចាប់សួរថាធ្វើទៀតអត់គឺបងនៅតែធ្វើលោកយីសុកសានរំលឹកឡើងវិញថាអំឡុងពេលជាប់ពន្ធនាគារលោកបានហាត់ប្រាណជាប្រចាំដាំបន្លែអប់រំផ្លូវចិត្តនិងសម្របខ្លួននឹងស្ថានភាពអាប់អួរក្នុងពន្ធនាគារលោកសុកសានរៀបរាប់ឲ្យដឹងថាបច្ចុប្បន្ននេះស្ថានភាពពន្ធនាគារហាក់មានភាពល្អប្រសើរច្រើនជាងពេលលោកជាប់ឃុំការដែលយើងស្ងប់អារម្មណ៍ដែលយើងធ្វើចិត្តបានគឺខ្ញុំព្រលឹមឡើងគឺខ្ញុំដាំបន្លែខ្ញុំយកកត្រៃមួយខ្ញុំដើរកាត់ស្មៅកាត់អីខ្ញុំដាំផ្លឹកតយខ្ញុំដាំម្ទេសដាំអីហ្នឹងហើយក្រៅពីហ្នឹងខ្ញុំអប់រំ
ល្ងាចឡើងគេថ្ងៃសុកអញ្ចឹងគេសូត្រតែបត់បញ្ជាខ្ញុំអប់រំអ្នកទោសខ្ញុំចង់ឲ្យចេញទៅវិញឲ្យធ្វើការងារកែប្រែល្អយើងកុំលួចប្លន់គេយើងនៅក្នុងពន្ធនាគារយើងធ្វើការងារសកម្មបំរើឲ្យមន្ត្រីពន្ធនាគារតាំងពីបោកខោបោកអាវតាំងពីជូតស្អីណាចុះបើយើងទៅខាងក្រៅបើយើងធ្វើជាពលរដ្ឋល្អទៅនៅតាមរេស្តូរ៉ង់គេលាងចានលាងអីគេក៏អាចយើងរស់ស្រួលដែរណាយើងបានអប់រំច្រើនទាំងលោកសុកសាននិងអ្នកស្រីឃ្លាំងសុបិនចង់ឃើញការបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងពន្ធនាគារមានប្រសិទ្ធភាពនិងអ្នកទោសចេញពីពន្ធនាគារកែប្រែខ្លួនក្លាយជាមនុស្សល្អនិយាយទៅនៅក្នុងហ្នឹងដូចជាបងឃើញគេមានកម្មវិធីបង្រៀនដែរដូចជាបរៀនដាក់ដេបរៀនឲ្យមានការសាឡនមកន័យថាធ្វើមុខកាត់សក់ធ្វើកញ្ចក់អីចឹងដែរណាដើម្បីឲ្យគាត់ចេញមកមានជំនាញក្នុងការកែប្រែតែចង់និយាយថាវគ្គអស់ហ្នឹងវាមានការពេលវេលាវាតិចពេកមកន័យថាគាត់ប្រកាសឲ្យតែមានប៉ុន្តែដល់ពេលទៅរៀនអីដូចថាមួយថ្ងៃរៀនបានបន្តិចអីអញ្ចឹងណាហើយការអនុវត្តការរៀនរបស់គាត់ហ្នឹងវាអត់សូវមានអ្នកចូលរួមអនុវត្តអញ្ចឹងទោះបីតែរៀនបានឲ្យតែឃើញថាមានវគ្គបរៀនដែរប៉ុន្តែជាស្អែកគាត់ចេញមកយកនឹងធ្វើអីអត់កើតទេរដ្ឋាភិបាលក៏ដូចស្ថាប័នដែលពាក់ព័ន្ធក្នុងការគ្រប់គ្រងពន្ធនាគារត្រូវតែមានការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់អ្នកទោសនៅក្នុងពន្ធនាគារនៅពេលដែលគាត់ចេញមកវិញគាត់អាចមានមុខរបរធ្វើដោយគាត់មិនប្រើប្រាស់អាមុខរបរចាស់ផងគាត់ទេមន្ត្រីអង្គការជាន់ខ្ពស់សមាគមអាត់ហុកលោកយីសុកសានថ្លែងថាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យគឺការផ្ដល់សិទ្ធិសេរីភាពពេញលេញក្នុងការបំពេញវិជ្ជាជីវៈរបស់អ្នកការពារសិទ្ធិមនុស្សលោកបន្តថាប្រសិនបើរដ្ឋាភិបាលផ្ដល់សិទ្ធិសេរីភាពពេញលេញជូនពលរដ្ឋនោះប្រទេសនឹងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គមហើយក៏មានកេរ្តិ៍ឈ្មោះល្អលើឆាកអន្តរជាតិដែរចង់ធ្វើការងារសិទ្ធិមនុស្សនឹងចង់ទាមទារសិទ្ធិឲ្យពលរដ្ឋរបស់ពូនឹងឲ្យមានសេរីភាពដូចគេដូចឯងដែរដូចប្រទេសដូចគេឯងទោះបីគេគម្រាមកំហែងពូគេចាប់ពូទៅដាក់គុកក៏ដោយពូអត់ផ្លាស់ប្រែទេហើយរហូតដល់មានគេយកកដាស់ឲ្យពូសុំទោសទៀតពូថាពូអត់ខុសទេពូមិនផ្តិតមេដៃពូមិនខុសទេចង់ធ្វើមិនក៏ធ្វើទៅណាព្រោះយើងនៅតែចំហថាយើងមិនខុសយើងមិនសុំទោសណាចង់យកទៅណាទៅអាចចំណុចហ្នឹងដែលយើងធ្វើឲ្យយើងឈ្នះចុងក្រោយគេកាត់ទោសយើងហើយគេដោះលែងឲ្យយើងមានសេរីភាពឡើងវិញហើយគេគម្រាមយើងមិនឲ្យយើងធ្វើសិទ្ធិមនុស្សតទៅទៀតប៉ុន្តែយើងនៅតែធ្វើយើងគិតថាយើងធ្វើអត់ខុសហើយមានខ្លះគេគម្រាមយើងបើថាខ្ញុំធ្វើខុសច្បាប់ចាប់ខ្ញុំទៅ